ពាក្យដែលតាក់ទងជាមួយនឹង sport ឬក៏តាក់ទងជាមួយនឹងកីឡាហ្នឹងគឺជាពាក្យមួយដែលយើងជួបញឹកញាប់ដូចជាការហែលទឹក swimming ដូចជាការជិះទូកក្តោងបាទទូកក្តោងយើងជិះម្នាក់ឬក៏ពីរនាក់ឯងយើងបញ្ជាក្តោងវាហ្នឹងណាបាទអាហ្នឹងយើងហៅថា sailing ជិះ ski ប៉ុន្តែ ski ហ្នឹងគេហៅ ski ក្តារណាក្តារនេះ board អញ្ចឹងយើងមិនហៅគាត់ហៅ skate ទេហៅ skateboarding ពីព្រោះអា ski ហ្នឹងគឺធ្វើមកពីឈើយើង4ជ្រុងចឹងណាហើយយើងដាក់កង់នៅក្រោមចឹងហៅ skateboarding running គឺការរត់សិតកីឡាហើយ skiing មាន i 2 ដងណាពាក្យចម្លែកមួយបាទ skiing គឺការជិះ ski ប៉ុន្តែ ski ហ្នឹងគឺ ski ដែលយើងជិះលើទឹកកក ski ដែលយើងជិះលើទឹកកកជិះមកគូចឹងអាហ្នឹងហៅ skiing snowboarding យើងជិះលើទឹកកកដែរជិះលើ snow ដែរប៉ុន្តែវាជិះប្រទះក្តារតែមកប្រទះឯងមិនពីរប្រទះណាតែមកប្រទះឯងបាទជើងគឺឈរនៅលើប្រទះតែមួយហ្នឹងហៅsnowboarding ចឹងទៅពេលយើងឃើញ board ហ្នឹងគឺជាប្រទះក្តារតែមួយទេបាទយើងជិះ ski ប៉ុន្តែប្រទះក្តារតែមួយទេណាចឹងហ្នឹងគឺ snowboarding ហើយ roller skating គឺជា ski កង់នៅពាក់ជាប់មួយស្បែកជើងអាហ្នឹងហៅ roller skating surfing គឺជា ski មួយប្រភេទដែលយើងជិះលើទឹកណាអ្នកនរឃើញ ski ច្រើនប្រភេទណា ski ជិះលើទឹកនេះហៅ surfing ចាការជិះលើ ski លើទឹកហៅ surfing ហើយនឹងលេងទៅនេះហៅថា tennis ហើយនឹង golf គឺការវាយកូនគោលណាកីឡាវាយកូនគោល golf យកមើលកីឡាមួយប្រភេទទៅគឺការវាយកីឡាវាយសីបាទវាយសីគេហៅថា badminton គឺកីឡាវាយសី baseball គឺកីឡាវាយបាល់បាទវាយកូនបាល់ទុយឯងគប់មកយើងវាយទៅវិញហៅ baseball basketball គឺជាបាល់កីឡាបាល់បោះរបស់យើងហ្នឹងបាល់ basket ហ្នឹងណាហើយ basketball soccer បាល់ទាត់ football ក៏បាល់ទាត់ដែរអញ្ចឹងមិនបានប្រើពាក្យពីរខុសគ្នាតាមតំបន់បើសិននៅអាមេរិកយើងហៅ soccer អ្នកបាល់ទាត់បើសិនជានៅ UK បាល់ទាត់យើងហៅ football អូខេក្នុង UK football គឺជាបាល់ទាត់វិញដល់ពេលអាមេរិក football របស់អាមេរិកមិនមែនជាបាល់ទាត់ទេ football អាមេរិកគឺបាល់អោបទៅវិញបាល់អោបណា football អាមេរិកអូខេនៅ UK ក៏គេហៅ football ដែរអូខេហៅ football ដែរអាហ្នឹងគេហៅថា American football ណាបាទហើយដើម្បីញែកពាក្យចេញគ្នាគឺយើងកំភ្លេចពាក្យដាក់ពាក្យ American មកဆိုយើងនិយាយទៅកាន់ពួក UK បាទមិនគ្រាន់តែ football គឺ American football គឺ football ហ្នឹងគឺជា football របស់អាមេរិកសម្រាប់ UK football UK គឺជា soccer របស់អាមេរិកណាគឺជា soccer របស់អាមេរិកrugby គឺបាល់អោបដែរបាទ rugby បាល់អោបអោបនេះគឺអោបគ្រោះថ្នាក់ជាងfootball ពីព្រោះវាអោបក៏មានពាក្យអីការពារខ្លួនទេបាទគឺអោបរត់យកទៅមកមានគប់អត់មានចោលទេគឺអោបរត់ចូលទីមកគឺ rugby មានគ្រោះថ្នាក់ហើយអត់ទៅពេញយងដូច football ទេថាវាគ្រោះថ្នាក់ព្រោះរត់ទៅទេបុកគ្នាហ្មង rugby volleyball កីឡាបាល់ទះ volleyball cycling គឺកីឡាទះកង់ ice hockey គឺការវាយកូនបាល់នៅលើទឹកកកណា ice hockey horse riding គឺការជិះសេះកីឡាជិះសេះ horse riding តែតោះមួយកីឡាគឺយើងមាន equipment ដែរបាទមានសម្ភារៈដែរបាទផ្សិតជាដំបងវាយកូនបាល់វាយ baseball គេហៅថា baseball bat ណា baseball bat នឹងគឺដំបងវាយកូនបាល់ baseball ហើយ baseball bat tennis racket គឺជាសម្រាប់វាយដែលមានសំណាញ់ហ្នឹងហៅ racket អញ្ចឹងរ៉ាកែតយើងហៅរ៉ាកែតដែរហ្នឹងបាទដែលបើសិនជារ៉ាកែតសម្រាប់វាយ tennis យើងហៅថា tennis racket ហើយសម្រាប់វាយកូនគោលយើងហៅ golf club ហ្នឹងគឺជាប្រដាប់វាយកូនគោលណា golf club ball គឺបាល់ ball skateboard គឺជាក្តារជិះបាទ skateboard
skis គឺបើជើង ski របស់យើងមិនក្តារជើង ski វាជាប្រទេស ski 2សម្រាប់យើងជិះលើតកណាបាទ surfboard គឺយើងយកទៅជិះលើឲ្យគេមិញជិះលើឡកទឹកណាជិះលើឡកទឹកអានោះ surfboard ski លើទឹក snowboard ជិះ ski លើតកណា snowboard បើសិនជាយើងទីតាំងយើងហៅ venue គឺទីតាំងណាទីតាំងអញ្ចឹងសម្រាប់ទីតាំងគឺវាអាចជា stadium គឺហៅថាពហុកីឡាដ្ឋានណាបាទនៅ stadium field គឺយើងហៅថាទីធ្លាសម្រាប់យើងលេងកីឡាហៅ field ឬក៏ pitch សម្រាប់ UK ហៅ pitch អញ្ចឹងទីធ្លាយើងលេងកីឡាជាពិសេសគឺកីឡាបាល់ទាត់យើងហៅថា field ណា field អញ្ចឹង field ដែលយើងលេងបាល់ទាត់ណាឬក៏ pitch ប៉ុន្តែបើសិនជាទីធ្លាសម្រាប់លេងtennis ណាគេហៅ tennis court យើងអត់ហៅ tennis field ទេណាយើងហៅ tennis court ទីធ្លាលេងកីឡាដែរប៉ុន្តែវាតូចណា tennis court golf course បាទទីធ្លាវាយកូនគោល course okay golf course running track ណាយើងឃើញអាខ្សែយើងរត់ប្រណាំងហៅ running track អញ្ចឹងវាធម្មតាយើងពេលយើងរត់ប្រណាំងគឺយើងរត់ទៅតាម track របស់យើងរត់ទៅតាមជួរខ្សែរបស់យើងបាទយើងរត់ខុសខ្សែណាបាទវាព្រោះរង្វង់ធម្មតារង្វង់គឺវាកោងណាវាកោងចឹងអ្នកនៅខាងក្នុងគឺរត់ចម្ងាយចិត្តជាងអ្នកនៅខាងក្រៅហ្នឹងហើយបាទអញ្ចឹងពេលយើងចាប់ផ្ដើមគឺយើងចាប់ផ្ដើមកន្លែងខុសគ្នាអូខេបាទយើងហៅថា running track swimming pool គឺអាងហៅទឹកអូខេ swimming pool កាលនេះគឺជាពាក្យសំខាន់ដែលយើងយកទៅប្រើនៅមេរៀនក្រោយអញ្ចឹងអ្នកនរគ្នាអាចមើលរំលឹកឡើងវិញស្ដាប់អត្ថសំឡេងហើយនិយាយពាក្យនឹងឡើងវិញណាបាទមានចម្ងល់ឡើងហ្នឹងអាចសួរបានអរគុណ